សួស្តីបងអើយបាត់មុខមួយរយៈហើយថ្ងៃនេះខ្ញុំធ្វើវីដេអូមួយខ្ញុំឃើញវីដេអូប្អូនប្រុសម្នាក់គាត់និយាយពីគ្រូអ្នកគ្រូដែលគាត់បោះចោលសៀវភៅពីលើថ្នាក់មកក្រោមអីចឹងថាជាអំពើអត់សមអីចឹងណាហើយក៏ខ្ញុំសុំទោសអ្នកគ្រូដែរដែលខ្ញុំយកវីដេអូហ្នឹងហើយនឹងរូបភាពអីដែលនិយាយមកនិយាយចឹងណាចង់ឆ្លើយតបទៅប្អូនដែរថាអឺជំនាន់អូនគិតថាអញ្ចឹងតែបើជំនាន់បងគិតថាអាហ្នឹងជាអំពើតិចតួចអូនមានដឹងទេជំនាន់បងមិនត្រឹមតែបោះសភៅអញ្ចឹងទេបោះកៅប្អួចហើយវាយដបងអាស័យធំហើយអង្គបងថ្នាក់ទី6គ្រូវាយនឹងអាផ្ដៅគេហៅឈើល្ពាក់អាវល្ពាក់ដាក់វត្តយកឲ្យអូនឯងដឹងនៅក្នុងសៀវភៅតាមដានណាឪពុកម្ដាយបងតាសេសូមលោកគ្រូអ្នកគ្រូជួយវាយកូនខ្ញុំឲ្យខ្លាំងផងអាហ្នឹងជាម៉ែឪដែលប្រាប់គ្រូនឹងទៀតដែលប្រាប់គ្រូឲ្យនេះទៀតអញ្ចឹងអូនអើយអាហ្នឹងតិចតួចបំផុតទេតិចតួចស្ដួយស្ដើងបាន10%ពីបងផងអានេះបងគ្រាន់តែប្រាប់